ហើយដើម្បីកុំឲ្យខាតពេលយើងនឹងត្រឡប់ទៅចែកពីលើប្រធានបទយើងវិញថាដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានចេញប្រកាសមួយថ្មីនេះទៅលើពន្ធការអនុវត្តពន្ធទៅលើពន្ធប្រាក់បៀវត្សអញ្ចឹងតើលោករតនាអាចជួយសង្ខេបបានទេថាក្នុងការចេញប្រកាសថ្មីទៅលើពន្ធលើប្រាក់បៀវត្សនេះថាតើមានចំណុចណាខ្លះដែលជាគួរកត់មានប្រមាណចំណុចនៅក្នុងគួរការដែលអ្នកប្រកបវិជ្ជាជីវៈនឹងគួរតែកត់សម្គាល់នៅក្នុងខ្លឹមសារនៃប្រកាសថ្មីនេះបាទសូមអញ្ជើញបាទសូមអរគុណម្ដងទៀតបងមុននឹងចូលទៅការបកស្រាយឬមកក៏ចែករំលែកទៅលើប្រកាសថ្មីដែលចេញដោយក្រសួងសេដ្ឋកិច្ចថ្មីនេះខ្ញុំបាទក៏សូមខន្តីអភ័យទោសទៅអ្នកស្ដាប់ទាំងអស់គ្នាអ្វីដែលខ្ញុំបកស្រាយទៅឬការចែករំលែកទៅគឺជាគេហៅថាការចែករំលែកមួយដែលចេញពីការមើលឃើញការយល់ការអានយល់ពីប្រកាសថ្មីបាទហើយក៏សំខាន់តែអភ័យទោសទុកជាមុនសម្រាប់ការប្រើប្រាស់ពាក្យសម្ដីឬកាយវិការត្រង់ណាមិនសមរម្យមកខន្តីទុកជាមុនផងដែរជាពិសេសក៏ខំខន្តីពីសំណាក់អ្នកសរសេរច្បាប់បើសិនមានការបកស្រាយទៅខុសឆ្គងយ៉ាងម៉េចបាទជារួមនៅក្នុងប្រកាសថ្មីបើសិនជាយើងទាំងអស់គ្នាបានមើលប្រកាសចាស់កាលពីឆ្នាំ2003បាទបានមើលប្រកាសចាស់ឆ្នាំ2003គាត់កន្លែងឆ្វាក់យើងដឹងហ្មងថាកន្លែងណាខុសគ្នាកន្លែងណាមិនខុសគ្នាប៉ុន្តែបើយើងអត់បានមើលប្រកាសចាស់ឆ្នាំ2003ទេប្រកាសលេខ1173ហ្នឹងយើងអត់បានមើលទេយើងមកមើលថ្មីហ្មងមានអារម្មណ៍ថាថ្មីឲ្យតែនិយាយបាប់ឡើងគឺមានអារម្មណ៍ថាជុំប្រែវត្តចេញថ្មីទៀតហើយបែបហ្នឹងណាពេលយើងបានមើលចាស់យើងគិតថាអូប្រែវត្តចេញថ្មីទៀតហើយហើយខ្ញុំជឿថានៅក្នុងហ្នឹងនៅពេលដែលប្រកាសពន្ធប្រវត្តិចេញថ្មីអ្នកទាំងអស់គ្នាអាចនឹងassume សន្មតថាអាចនឹងដូររ៉េតណាទៀតអាចនឹងដូររ៉េតនៃការជាប់ពន្ធណាទៀតតាមពិតវាមិនមែនទេបាទបើសិនយើងបានមើលប្រកាសចាស់ឆ្នាំ2003យើងមើលថ្មីបន្តិចយើងដឹងថាកន្លែងខុសគ្នាមិនហ្មងអញ្ចឹងខ្ញុំសូមលើក3ចំណុចធំដែលខ្ញុំមើលឃើញទី1ឃើញថាប្រកាសថ្មី543ប្រកាស543ហ្នឹងគឺខុសពីប្រកាស1177ចាស់ហ្នឹងគឺមានភាពច្បាស់លាស់ពេលដែលយើងអានទៅធ្វើយើងមានអារម្មណ៍ថាវាជាភាសាមួយដែលបកស្រាយឃ្លាឃ្លោងបានក្បោះក្បាយសម្រាយងាយយល់ជាងប្រកាសចាស់អាហ្នឹងចំណុចធំទី1ហើយចំណុចទី2នោះឃើញថាប្រកាសថ្មីគឺមានពន្យល់ពីគន្លឹះប្រកាសចាស់យើងនិយាយថា scope នៃប្រតិបត្តិដែនទំហំនៃប្រតិបត្តិមានអីខ្លះមានប្រតិបត្តិមានបុព្វលាភលាភកាប៉ប៉ះបើប្រាក់បន្ថែមមកប៉ុន្តែអត់បានពន្យល់ទេថាតើពាក្យប្រតិបត្តិរាប់យ៉ាងម៉េចហៅថាប្រតិបត្តិរាប់យ៉ាងម៉េចហៅថាបុព្វលាភរាប់យ៉ាងម៉េចហៅថាលាភកានោះគឺអត់មានប៉ុន្តែនៅក្នុងប្រកាសថ្មីគឺបានលម្អិតច្បាស់លាស់គឺច្បាស់លាស់លែងធ្វើឲ្យយើងជាកន្សាធិនឬមួយក៏យើងជាគណៈនាយកក្នុងការប្រកាសពន្ធហ្នឹងលែងមានការភ័ន្តច្រឡំខ្ញុំហ៊ានតែនិយាយឲ្យថាអត់មានការភ័ន្តច្រឡំទេព្រោះក្នុងហ្នឹងបានពន្យល់ពីគន្លឹះច្បាស់មែនតើបាទអាហ្នឹងសម្រាប់ពីគន្លឹះទៅលើប្រតិបត្តិហើយជាមួយមួយទៀតគឺគេហៅថាអត្ថប្រយោជន៍បន្ថែមចំណុចអត្ថប្រយោជន៍បន្ថែមគឺមានបន្ថែមមួយចំណុចទៅលើពន្ធអត្ថប្រយោជន៍បន្ថែមគឺចំណុចគេហៅថាពីចំណុចករហូតដល់ចំណុចឆនោះគឺដូចគ្នាទេថែវដូចគ្នាទេប៉ុន្តែសម្រាប់ប្រកាសថ្មីគឺថែមមួយចំណុចគឺការផ្ដល់ឲ្យចំណែកណាមួយនៃភាគហ៊ុនឬក៏ទុនក្រុមហ៊ុនដោយសារតែក្នុងប្រកាសថ្មីនេះឃើញសេមួយឃ្លាបែបហ្នឹងប៉ុន្តែវាជាឃ្លាឃ្លោងមួយថ្មីអញ្ចឹងការបកស្រាយផ្សេងក៏ខ្ញុំមិនទាន់ហ៊ានបកស្រាយអីឲ្យច្បាស់លាស់ទៅលើឃ្លាឃ្លោងមួយហ្នឹងដែរព្រោះវាអាចមានសេណារីយ៉ូច្រើនចេញពីឃ្លាដែលគេឲ្យថាការផ្ដល់ឲ្យចំណែកណាមួយនៃភាគហ៊ុនឬក៏ទុននៃក្រុមហ៊ុនខ្ញុំថាខុសគ្នាតែប៉ុណ្្នឹងទេបាទហើយជារួមផ្សេងទៀតមកគឺជាភាសាសម្រាយចេញមកធ្វើយើងងាយយល់ទេបាទអរគុណច្រើនបងមានតែប៉ុណ្្នឹងចំណុចដែលយើងមើលឃើញថាវាខុសប្លែកដែលជាមួយប្រកាសចាស់ប្រកាសថ្មីណាបងអរគុណច្រើនបងបាទអូខេអរគុណមែនតើរតនៈដែលបានសង្ខេបយ៉ាងខ្លីនៅ3ចំណុចដែលខុសប្លែកគ្នាទៅនឹងប្រកាសកាលពីឆ្នាំ2003ហើយនិងប្រកាសឆ្នាំ2021ថ្មីនេះទៅលើប្រកាសលេខ543អ
អញ្ចឹងលោកគាត់បានលើករតនៈបានលើកមកថាវាមាន3ចំណុចដែលយើងគួរតែយកចិត្តទុកដាក់ហើយនឹងកត់សម្គាល់ថាតើភាពខុសគ្នារវាងប្រកាសចាស់ហើយនិងប្រកាសថ្មីហ្នឹងតើនៅកន្លែងណាខ្លះអញ្ចឹងគាត់បានលើកយ៉ាងច្បាស់ថាទី1គឺមានភាពច្បាស់លាស់ជាងមុនទី2គឺមានពន្យល់ពាក្យកន្លឹះហើយទី3គឺមានភាពច្បាស់លាស់ទៅលើអត្ថប្រយោជន៍បន្ថែមបាទអញ្ចឹង3ចំណុចនេះដែលជាការកត់សម្គាល់សម្រាប់យើងទាំងអស់គ្នាអ្នកប្រកបវិជ្ជាជីវៈគណនេយ្យពន្ធដារនៅក្នុងប្រជាណាចក្រកម្ពុជាបាទអញ្ចឹងដើម្បីធ្វើឲ្យបងប្អូនកាន់តែងាយយល់ជាងនឹងទៀតតើរតនៈអាចជួយពង្រីកនៃចំណុចនីមួយៗហ្នឹងបានបន្ថែមទៀតទេខ្ញុំឧទាហរណ៍ថាតើពេលដែលយើងនិយាយថាវាភាពច្បាស់លាស់ជាងមុនហ្នឹងពាក្យថាភាពច្បាស់លាស់ជាងមុនហ្នឹងតើអាចលើកជាឧទាហរណ៍ឬជាសេណារីយ៉ូពីរឿងចាស់និងរឿងថ្មីនេះតើកន្លែងណាខ្លះដែលសម្រាប់ដំណាក់សន្និដ្ឋានថាវាពិតជាមានភាពច្បាស់លាស់ជាងមុនមែនអាចលើកជាឧទាហរណ៍បានទេសូមជឿអូខេបងបាទបងអញ្ចឹងតកតងជាមួយនឹងប្រកាសចាស់ហើយនឹងប្រកាសថ្មីខ្ញុំសូមលើកកន្លែងនៅពាក្យថាប្រកាសចាស់គឺគេប្រើផ្នែកទី 1.1 អីអញ្ចឹងណាប្រតិវត្តអញ្ចឹងផ្នែកមួយនៃប្រតិវត្តអញ្ចឹងខ្ញុំអាច share screen ជូនបន្តិចអរគុណបងបានទទួល screen ខ្ញុំ share បងបាទអូខេនេះគឺជាប្រកាសចាស់17លេខ1773 31ខែធ្នូឆ្នាំ2003អញ្ចឹងយើងមកមើលទាំងអស់គ្នានៅក្នុងប្រកាសចាស់គឺគេបាននិយាយអំពីសេចក្តីសម្រេចអញ្ចឹងផ្នែក 1.1 ប្រតិវត្តជាប់ពន្ធយើងមើលឃើញថាប្រតិវត្តជាប់ពន្ធឃើញមាន2ចំណុចអញ្ចឹងអ្វីដែលខ្ញុំចង់លើកឡើងទាំងអស់គ្នាជួយតាមដានទាំងអស់គ្នាចំណុចទី2ដូចជាចំណុចទី2ជាដើមគេហៅថាកថាខណ្ឌ8នៃមាត្រា42នៃច្បាប់វិសោធនកម្មនៃច្បាប់សហពើពន្ធបានកំណត់យ៉ាងទូលំទូលាយនិយមន័យប្រតិវត្តក្នុងនោះរួមមានបញ្ចូលលៀបការប្រអំណាចបុព្វលាភប្រាក់បន្ថែមមកប្រាក់ប៉ះប៉ូវនិងអត្ថប្រយោជន៍បន្ថែមវាតែប្រមាណបន្ទាត់ទេប៉ុន្តែបើយើងបកមកមើលអាថ្មីវិញនិយមន័យនៃប្រតិវត្តគឺមានន័យថាវាក្បោះក្បាយពាក្យថាប្រតិវត្តសំដៅទៅដល់វិវត្តបុព្វលាភលៀបការប្រាក់បំណាច់ប្រាក់បន្ថែមមកប្រាក់ប៉ះប៉ូវនិងអត្ថប្រយោជន៍បន្ថែមឃ្លាឃ្លោនឹងដូចគ្នាប៉ុន្តែគេមានចុះបន្ទាត់ចំណុចខវិវត្តសំដៅលើអីគេនៅប្រកាសចាស់អត់មានទេអត់បានរៀបរាប់វិវត្តសំដៅលើអីគេទេហើយចំណុចខលៀបប្រកាសថ្មីគេបានចុះបន្ទាត់ចំណុចខទៀតថាលៀបហ្នឹងសំដៅដល់រង្វាន់នៃការផ្ដល់ឲ្យការងារហើយថែមទាំងឧទាហរណ៍ឲ្យទៀតបាទថែមទាំងឧទាហរណ៍បាទអានេះគឺជាចំណុចខុសគ្នាហើយយើងបងមើលខាងប្រកាសចាស់ដូចជាមិនមានទេមានតែគេហៅថាភាសាបែបច្បាប់មួយដែលធ្វើឲ្យយើងអានអាចនឹងពិបាកយល់ដែលកន្លែងហ្នឹងហើយដែលកន្លងមកចេះតែជជែកគ្នាថាបុព្វលាភនេះតែម៉េចលៀបការនេះតែម៉េចអាប្រាក់ប៉ះប៉ូវនឹងម៉េចបន្ថែមមកនឹងម៉េចគឺមានការជជែកគ្នាច្រើនប៉ុន្តែពិតជាអរគុណទៅប្រកាស543គឺបានសរសេរច្បាស់មែនទែនដែលធ្វើឲ្យយើងលែងភ័ន្តច្រឡំមិនចាំបាច់ទៅជជែកគ្នាដេញដោលពាក្យនឹងកំណត់ថាមិនទៀតទេបាទគឺអូខេហើយអរគុណច្រើនបងអូខេអរគុណរតនៈបាទអញ្ចឹងនេះគឺជាភាពច្បាស់លាស់នៅក្នុងប្រកាស543ថ្មីដែលអាចឲ្យបងប្អូនទាំងអស់ព្យាយាមមើលនៅក្នុងប្រកាសថ្មីនេះគេនឹងបញ្ចូលអត្ថន័យនៃពាក្យកន្លឹះមួយចំនួនហ្នឹងឲ្យបានកាន់តែទូលំទូលាយដើម្បីឲ្យបងប្អូនទាំងអស់ងាយស្រួលបកស្រាយងាយស្រួលយល់បាទអញ្ចឹងនៅសល់ពីចំណុចទៀតមានបញ្យលពាក្យកន្លឹះនិងអត្ថប្រយោជន៍បន្ថែមអញ្ចឹងសួររតនៈអាចបន្តទៅចំណុចទី2និងចំណុចទី3បន្ថែមទៀតត្មងទៅថាតើមានបញ្យលពាក្យកន្លឹះហ្នឹងតើគេបញ្យលពាក្យកន្លឹះហ្នឹងច្បាស់លាស់ប៉ុណ្ណាហើយអត្ថប្រយោជន៍បន្ថែមហ្នឹងសួរថាតើវាលើសឬមកក៏វាមានភាពច្បាស់លាស់ទៅបែបណាធៀបទៅនឹងប្រកាសចាស់បាទសូមអញ្ជើញបាទអរគុណបងអូខេហើយពាក្យកន្លឹះមិញនេះក៏បាននិយាយដែរអញ្ចឹងពាក្យកន្លឹះជាធម្មតាយើងតែងតែទិញជាប់មាត់ទាំងអស់គ្នាថាប្រតិវត្តសំដៅដល់ប្រតិវត្តលៀបការប្រាក់បំណាច់បុព្វលាភប្រាក់បន្ថែមមកប្រាក់ប៉ះប៉ូវនិងអត្ថប្រយោជន៍បន្ថែមអាហ្នឹងគឺយើងទិញជាប់មាត់ហ្មងធានាថាទិញជាប់មាត់ទាំងអស់គ្នាទាំងខ្ញុំក៏ដោយក៏ទិញថាប្រតិវត្តសំដៅដល់បាទហើយអញ្ចឹងប៉ុន្តែ
នៅពេលដែលគេសួរថាវិវត្តឲ្យនិយមន័យវិវត្តយ៉ាងម៉េចទៀតចាប់ដើមមានអារម្មណ៍ថារនឹកបន្តិចព្រោះសារប្រកាសចាស់វាអត់បានលំអិតបាទហើយបុព្វលាភនៃចំណុចខពាក្យថាបុព្វលាភសំដៅដល់ប្រាក់រង្វាន់ឬក៏លាភកាចំណុចលាភកា sorry លាភកាអញ្ចឹងលាភកានេះពេលខ្លះយើងច្រឡំមួយបុព្វលាភលាភកាច្បល់គ្នាបងប៉ុន្តែនៅក្នុងប្រកាសនេះខ្ញុំនៅតែនិយាយដដែលថាពិតជាអរគុណប្រកាសនេះមែនទែនដែលច្បាស់លាស់មែនទែនទៅលើហ្នឹងធ្វើឲ្យយើងមិនច្រឡំទេថែមទាំងឧទាហរណ៍ឲ្យទៀតបាទដូចប្រកាសនេះនិយមន័យចេញមកហើយឧទាហរណ៍ឲ្យទៀតមានកញ្ញាខជាគណនេយ្យករអីផ្សេងវាធ្វើឲ្យច្បាស់លាស់ខ្ញុំនិយាយដែរថាវាពិតជាច្បាស់លាស់ហើយដូចជាប្រាក់អំណាចដើមនេះប្រាក់អំណាចមុខងារប្រាក់អំណាចបញ្ចប់កិច្ចសន្យាប្រាក់បំណាច់ចំពោះកិច្ចសន្យាដែលមានថេរវេលាកំណត់ឬមិនកំណត់ជាដើមច្បាស់លាស់ហើយប្រាក់អំណាចមួយទៀតនេះគឺប្រាក់អំណាចបញ្ឈប់លែងឲ្យធ្វើការបាទប្រាក់អំណាចគេដេញចោលអានេះភាសាលេងសើចណាបងបញ្ឈប់លែងឲ្យធ្វើការក៏រាប់ថាចូលនៅក្នុងប្រាក់អំណាចដែរប្រាក់អំណាចផ្សេងទៀតនេះមួយទៀតគឺចំណុចខោនេះគឺបុព្វលាភគឺជាគេហៅថាប្រាក់លើកទឹកចិត្តប្រាក់លើផែនការភាសាអង់គ្លេសពេលខ្លះយើងហៅ incentive ពេលខ្លះយើងហៅ bonus ចង់ច្បល់គ្នាដូចគ្នាបាទពេលណាហៅ bonus ពេលណាហៅ incentive ក៏ចង់ពិបាកដែរបាទហើយក៏មានឧទាហរណ៍ក្នុងហ្នឹងដែរអញ្ចឹងបុព្វលាភហើយលាភការហ្នឹងគឺខ្លាចយើងច្រឡំបានគេថែមឧទាហរណ៍ទាំងពីរចំណុចឲ្យទៀតអូខេលាភការមិនក៏មានឧទាហរណ៍បុព្វលាភនេះក៏មានឧទាហរណ៍ដែរបាទមានឧទាហរណ៍ទាំងអស់អញ្ចឹងប្រាក់ប៉ះប៉ៅប្រាក់បន្ថែមម៉ោងដូចគ្នាហើយមានពាក្យកលឹះជាច្រើនទៀតដូចជាពាក្យនយោជកនយោជកនិវាសនជនអនិវាសនជនប្រតិវត្តប្រភពកម្ពុជាប្រតិវត្តប្រភពបរទេសដែលវាជាពាក្យកលឹះមួយដែលធ្វើឲ្យយើងអានហើយយល់នៅនឹងតែម្ដងមិនបាច់ទៅស្វែងរកប្រកាសណាមកសុផលពីលើនឹងទៀតទេបាទអរគុណច្រើនបងហើយខ្ញុំបកទៅអត្ថប្រយោជន៍បន្ថែមតិចត្រង់អត្ថប្រយោជន៍បន្ថែមចំណុចព្រោះវាជាគេហៅថាសេចក្តីបន្ថែមលើអត្ថប្រយោជន៍បន្ថែមនេះចំណុចអត្ថប្រយោជន៍បន្ថែមនៅប៉ុស្តិ៍ទី2ការផ្ដល់ឲ្យចំណែកណាមួយនៃភាគហ៊ុនឬក៏ទុនក្រុមហ៊ុនគឺថែមចំណុចនឹងឯងចំណុចចុងក្រោយមែនទេរដ្ឋាភិបាលចំណុចចុងក្រោយបងបាទហើយឆ្លៀតពេលនឹងដែរខ្ញុំសូមបន្ថែមប្រការ16ការប្រើប្រាស់យានយន្តកន្លងមកគឺមានសំណួរសួរមកកាន់ខ្ញុំច្រើនដោយសារខ្ញុំបរៀននៅ CC ថ្នាក់ Manly Tech ផងសួរថាយានយន្តទុកមិនជាប់យានយន្តទុកមិនជាប់ទី1ដោយសារតែអត់បានមើលប្រកាសទាំងចាស់ក៏ដោយទាំងថ្មីក៏ដោយអត់បានមើលឡានជា fixed asset របស់ក្រុមហ៊ុនហើយទុកមិនជាប់អត្ថប្រយោជន៍បន្ថែមទុកមិនអត្ថប្រយោជន៍បន្ថែមនៅក្នុងច្បាប់ប្រកាស16នេះក៏គេបាននិយាយច្បាស់ដែរការប្រើប្រាស់យានយន្តក្នុងការដឹកនយោជិកមិនត្រូវជាប់ពន្ធអត្ថប្រយោជន៍បន្ថែមទេប្រសិនបើក៏បំពេញ3លក្ខខណ្ឌយានយន្តត្រូវចតទុកនៅកន្លែងធ្វើការអាជីវកម្មនៅម៉ោងធ្វើការងារឬនៅក្នុងថ្ងៃឈប់សម្រាកមានន័យថាឡានក៏ដោយម៉ូតូក៏ដោយជា fixed asset របស់ក្រុមហ៊ុនត្រូវចាក់សោនៅ office បាទសំណួរសួរថាគ្រាន់ជិះចេញក្រៅទៅហើយ office មកវិញយប់ហើយដាក់នៅក្រៅឬក៏ office មិនបានអត់មានកន្លែងចតឡានតើគួរធ្វើយ៉ាងម៉េចយកដាក់ចំណតយកទៅដាក់ចំណតដាក់ខែអាហ្នឹងបានអត់ជាប់តែជិះជាប់បាទអាហ្នឹងនិយាយច្បាស់យល់គ្នាមើលតែ3ហ្នឹងបើចូល3ហ្នឹងអូខេបើមិនអត់ចូលទេអាហ្នឹងចាំគិតតាមហ្នឹងនិយាយរួមគ្រាន់បន្ថែមចំណុចកន្លឹះមួយថាច្បាប់ពេលខ្លះយើងនិយាយថាអាចពិបាកយល់ប៉ុន្តែយើងព្យាយាមមើលវាបន្តិចយើងនឹងចាប់ចំណុចវាបានចឹងប្រកាសក្រោយចាប់ក្រោយវាធ្វើឲ្យយើងងាយស្រួលយល់ទេណាស់តែយើងព្រោះវាជាទម្លាប់ចាស់របស់ខ្ញុំដែរណាពីកន្លងមកប្រកាសចេញមកហ្នឹងមិនស្រួលហ្នឹងមិនទាំងបាន sell ទុកផងដោយសារគិតថាវាអត់តើតើអីមួយការងារខ្ញុំដល់តែពេលដែលខ្ញុំត្រូវការបានដើរសួរគេបានដើរអូអ្នកនេះអ្នកនោះត្រូវណាដឹងគេឆ្លើយមកចំហ្នឹងពិបាកទៀតជួនកាលមានអាគំនិតមួយក្នុងខ្លួនសំណួរមានចម្លើយហើយគេឆ្លើយមិនត្រូវចិត្តខ្លួនឯងនឹងពិបាកទៀតខ្លួនឯងគិតថាមិនជាប់ទេវាជាហេតុផលរបស់ក្រុមហ៊ុនចេះមួយបើច្បាប់សរសេរបែបហ្នឹងហើយចឹងវាត្រូវតែជាប់បាទអញ្ចឹងក្រុមហ៊ុនតាមនឹងបែបហ្នឹងនេះវាជាបទពិសោធន៍របស់ខ្ញុំតអរគុណច្រើនបងអូខេអញ្ចឹង
ផុតពីការបកស្រាយនៅក្នុងច្បាប់ប្រកាសចាស់ហើយនឹងប្រកាសថ្មីយើងឃើញថាអត់រតនៈនៅតែលើកឡើងមកដដែលថាប្រកាសថ្មីគឺវាបង្ហាញពីភាពច្បាស់លាស់ច្រើនដើម្បីឲ្យយើងជាអ្នកប្រកបវិជ្ជាជីវៈគណនេយ្យក៏ដូចជាពន្ធដារហ្នឹងមានភាពងាយស្រួលក្នុងការមើលហើយនឹងការបកស្រាយក៏ដូចជាការអនុវត្តជាដើមអញ្ចឹងផុតពីនេះទៅយើងនឹងចូលវេទិកាសំណួរចម្លើយ